នេះគឺជាមូលហេតុដែលធ្វើអ្នកទាំងអស់គ្នាធាត់ចាអញ្ចឹងយើងអាចទៅមើលបានអាហារពេលព្រឹកយើងខ្ទង់600កាឡូរីចាដូចបាយកាទៀវមីអីហ្នឹងចាភេសជ្ជៈផ្អែមក្រោយពីកាទៀវបាយហើយតែជ្រក់200កាឡូរីទៀតអាហារថ្ងៃត្រង់ចាខ្ទង់700កាឡូរីបន្ទាប់មកទៀតភេសជ្ជៈឬក៏បង្អែមខ្ទង់200កាឡូរីចាហើយអាហារសម្រន់នៅពេលរសៀលបន្ទាប់ពីធ្វើការរៀងហត់តិចហ្នឹងញ៉ាំម្ជូរញ៉ាំអីខ្ទង់300កាឡូរីទៀតចាបន្ទាប់មកអាហារពេលយប់យ៉ាងហោចណាស់ក៏700កាឡូរីបន្ថែមដែរចឹងបើបូកមកមួយថ្ងៃគឺយើងញ៉ាំបានរហូតដល់2700កាឡូរីចាប៉ុន្តែរាងកាយរបស់យើងនេះដែលត្រូវការខ្ទង់តែ1500កាឡូរីឯងអញ្ចឹងមានន័យថាយើងសល់ជារៀងរាល់ថ្ងៃហ្នឹងគឺ1200កាឡូរីសល់រាល់ថ្ងៃព្រោះអាសល់ហ្នឹងយើងដឹងថាវាទៅណាអត់ចាវាអត់ទៅណាទេគឺនៅក្នុងខ្លួនយើងហ្នឹងគ្រប់ចំនួនមួយវានឹងឡើងជា1គីឡូខ្លាញ់ហើយចាវាបន្សល់ទុកនៅក្រោមស្បែកនៅក្នុងពោះនៅគល់ភ្លៅនៅបឿកយើងអីជាដើមហ្នឹងចាអញ្ចឹងសម្រាប់អ្នកដែលចង់ស្រកគីឡូអាចចូលរួមនៅក្នុងប្រូក្រាមកាត់បន្ថយកាឡូរីជាមួយនឹងខ្ញុំបានអរគុណច្រើន